មកហូបមួយនេះច្បាស់ជាប្លែកសម្រាប់បងដែលអត់ធ្លាប់ញ៉ាំតោះមកមើលពីគ្រឿងផ្សំរបស់គេម្ដងមានដូចជាម្ទេសខ្ទឹមជីរណាផ្សិតប្រហុកហើយនឹងសាច់ជ្រូកចង់ដាក់ត្រីក៏បានដែរបងប្អូនចំណែកឯគ្រឿងផ្សំគោលនោះគឺទ្រប់សម្លបុកបើបងប្អូនអត់មានទ្រព្យសម្លបុកទេយើងអាចដាក់ទ្រព្យស្រួយក៏បានហើយយើងអាចមកជាមួយនឹងផ្លែល្ពៅហើយនឹងចុងផ្ដៅក៏បានហើយត្រួយល្ពៅត្រួយបាសអីបងប្អូនដាក់ម៉ាសាឡាញ់ចង់ដាក់អីដាក់ទៅបងប្អូនបន្ទាប់មកយើងក៏ដាក់ត្រប់ម្ទេសខ្ទឹមនិងល្ពៅទុំដាក់ស្ងោរមួយពោះមកយើងក៏ច្រំប្រហុកហើយយើងក៏ស្រង់បន្លែរបស់យើងយកមកដាក់ត្បាល់ហើយយើងក៏ចាប់ផ្ដើមបុកឲ្យម៉ត់ហើយក៏ចាក់សាច់ជ្រូកចូលតែម្ដងចេះដាក់មួយរំពោះបន្ទាប់ពីខ្ញុំចាក់សាច់ជ្រូកចូលឆ្នាំងហើយមួយសន្ទុះខ្ញុំក៏ដាក់ផ្សិតចូលក៏លេខមកមើលត្រប់របស់យើងដែលបុកហើយនោះយើងក៏ដួសត្រប់ពីត្បាល់ហ្នឹងយកមកដាក់ក្នុងឆ្នាំងបងជីរណាជាកិច្ចបង្ហើយសម្រាប់សម្លនេះគេហៅថាសម្លបុកត្រប់សម្លនេះចំណុចសំខាន់មកវាគឺអត់ដូចសម្លទូទៅទេគឺយើងអត់ដាក់ស្ករយើងបង់តែប៊ីចេងបន្តិចហើយនឹងអំបិលបន្តិចជាការស្រេចបើមានខុសទាស់ត្រង់ណាបងប្អូនកុំប្រកាន់ណា